เรื่องราวរបស់យើងចាប់ផ្ដើមនៅជាន់ទី8នៃប៉ោមនៅក្នុង Plains of Extinction ដែលជាកន្លែងដែលក្រុមអ្នកប្រយុទ្ធមួយក្រុមបានប្រមូលផ្ដុំគ្នាកងទ័ពដ៏ធំមួយកំពុងដាវដង្ហែជាមួយគ្នាកាត់ព្រិលដោយត្រៀមខ្លួនសម្រាប់អ្វីដែលនឹងកើតឡើងក្នុងដំណើររបស់ពួកគេអ្នកដឹកនាំក្បាលម៉ាស៊ីនគឺបរិសុទ្ធទង់ដែងម្នាក់ដែលហាក់ដូចជាមេដឹកនាំធំនៃបេសកកម្មដេមូលនេះគាត់ងាកទៅរកទាហានរបស់គាត់ដោយចាប់ផ្ដើមថ្លែងសន្ទរកថាដើម្បីបំផុសស្មារតីអ្នករាល់គ្នាសម្រាប់ការប្រយុទ្ធ Guild Master នៃ Blue Zone Guild គឺ Kazuki Kaiyojo និយាយថាពួកគេបានសហការគ្នាដើម្បីកម្ចាត់ Eighth Floor Guardian គាត់ព្រានម្នាក់រាល់គ្នាកុំឲ្យធ្វេសប្រហែសព្រោះប្រសិនបើពួកគេធ្វើឲ្យខូចការនៅពេលនេះការទៅដល់ជាន់ទី9នឹងគ្រាន់តែជាក្តីសុបិនប៉ុណ្ណោះភ្លាមនោះនៅកណ្ដាលភូមិមនុស្សនរណាម្នាក់ដែលពួកគេស្គាល់ច្បាស់បានបង្ហាញខ្លួនដោយក្តីភ្ញាក់ផ្អើលមេដឹកនាំ Blue Zone បានដឹងថាជានរណាដែលទើបតែមកដល់សម្រាប់ការប្រយុទ្ធវាគឺជា Blue Eyes Guild ដែលដឹកនាំដោយមេដឹកនាំពាក់ម៉ាស់ដ៏អត្ថកំបាំងរបស់ពួកគេដែលធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងបរិះម្នាក់នេះគឺមិនមែននរណាផ្សេងក្រៅពី Subaru Narukami ដែលជាមេដឹកនាំនៃ Guild លេខ1នោះទេដោយដែលអ្នកអាចទាយបានតួអង្គសំខាន់របស់យើងគឺ Kazuki ហាក់ដូចជាសប្បាយចិត្តខ្លាំងណាស់ដែលបានឃើញគាត់ហើយទៅស្វាគមន៍គាត់ជាមួយនឹងស្នាមញញឹមយ៉ាងធំវីរបុរសរបស់យើងសូមទោសចំពោះការមកយឺតប៉ុន្តែ Kazuki និយាយថាគាត់ជាមនុស្សដំបូងគេដែលបានទៅដល់ទីនោះទាហានម្នាក់និយាយថា Miram Alliance ក៏កំពុងមកដែរប៉ុន្តែពួកគេប្រហែលជាចង់បានផលប្រយោជន៍ដែលនៅសេសសល់ប៉ុណ្ណោះឬដូច្នេះបរិះពាក់ម៉ាស់ក៏ដាក់ដៃលើអាវុធរបស់គាត់ភ្លាមត្រៀមខ្លួនសម្រាប់អ្វីដែលអាចនឹងកើតឡើងប៉ុន្តែបន្ទាប់មកតួឯករបស់យើងបានហុចអ្វីមួយទៅឲ្យ Kazuki ទុកឲ្យគាត់មានការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះស្ថានភាពនេះវាគឺជាចិញ្ចៀនដែលមានពន្លឺដែលតួអង្គសំខាន់របស់យើងកំពុងផ្ដល់ឲ្យមិត្តសក់ទង់ដែងរបស់គាត់របស់នោះគឺជា Archangel's Blessing ដែលជួយស្ដារការអស់កម្លាំងហើយ Kazuki មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអំណោយដែលគាត់ទើបតែបានទទួលមេដឹកនាំ Blue Zone និយាយថាបុរសពាក់ម៉ាស់ក៏ត្រូវការវាដែរប៉ុន្តែគាត់បដិញ្ញាធានាឲ្យបេសកកម្មនេះទទួលបានជោគជ័យវីរបុរសរបស់យើងបន្ទាប់មកបានអញ្ជើញ Kazuki ឲ្យត្រឡប់ទៅ Blue Earth Wing បន្ទាប់ពីការប្រយុទ្ធត្រូវបានបញ្ចប់និយាយថាបុរសសក់ទង់ដែងអាចប្រគល់ចិញ្ចៀនវិញនៅពេលពួកគេទៅដល់ផ្ទះដោយសុវត្ថិភាពនៅពេលនេះ Kazuki មានអារម្មណ៍រំជួលចិត្តហើយផ្ដល់ស្នាមញញឹមថ្លែងអំណរគុណបន្តិចទៅកាន់មិត្តរបស់គាត់តួឯករបស់យើងបន្ថែមថាគាត់អាចរក្សាទុករបស់នោះបានប្រសិនបើគាត់មិនចង់មកផ្ទះជាមួយគាត់ភ្លាមនោះការរញ្ជួយដីដ៏ធំមួយបានអង្រួនដីហើយពួកគេទាំងពីរនាក់បានប្រុងប្រយ័ត្នខ្ពស់ចំពោះអ្វីដែលកំពុងតម្រង់មកផ្លូវរបស់ពួកគេមេដឹកនាំ Blue Zone និយាយថាសត្វចម្លែកមកដល់ហើយគាត់មិននឹកស្មានថាវាបង្ហាញខ្លួនលឿនយ៉ាងនេះការរញ្ជួយដីកាន់តែខ្លាំងឡើងនិង Eighth Floor Guardian ក៏បានបង្ហាញខ្លួនដើម្បីបំភ័យអ្នកប្រយុទ្ធទាំងអស់ Kazuki បន្ទាប់មកស្រែកឲ្យទាហានរបស់គាត់ទាំងអស់ត្រៀមខ្លួនសម្រាប់ការប្រយុទ្ធដែលហៀបនឹងចាប់ផ្ដើមសត្វនោះបង្ហាញខ្លួនវាថាជា Sea Dragon Phaedra ដែលមានក្បាលច្រើននិងធ្មេញមុតស្រួចបុរសរបស់យើងសម្លឹងមើលទៅរបស់ដ៏អាក្រក់នោះហើយរអ៊ូតាមអ្វីមួយដោយខ្ពើមរអើមនឹងរូបរាងដ៏អាក្រក់របស់វាថាមពលងងឹតចាប់ផ្ដើមបញ្ចេញពីដៃរបស់បុរសពាក់ម៉ាស់នៅពេលដែលគាត់មានអារម្មណ៍ព្រឺឆ្អង់ខ្នងផ្លែកបន្ទាស់រត់កាត់រាងកាយរបស់តួឯករបស់យើងហើយគាត់ប្រកាសថាថ្ងៃនេះនឹងក្លាយជាថ្ងៃចុងក្រោយរបស់សត្វចម្លែកនេះជាមួយនឹងការសម្លឹងយ៉ាងកាចសាហាវសត្វនោះសម្លឹងចុះទៅកាន់អ្នកប្រយុទ្ធត្រៀមខ្លួនដើម្បីចាប់ផ្ដើមការវាយប្រហារ Hydra បន្ទាប់មកបើកមាត់របស់វានិងរៀបចំការវាយប្រហារដោយខ្យល់ដង្ហើមដ៏ខ្លាំងក្លាដើម្បីកំទេចកងទ័ព Kazuki ស្រែកយ៉ាងអស់សង្ឃឹមឲ្យអ្នករាល់គ្នារកកន្លែងការពារប៉ុន្តែវីរបុរសរបស់យើងបានគាត់និយាយថាវាមិនចាំបាច់ទេបន្ទាប់មកគាត់បានសម្រុកទៅមុខតែម្នាក់ឯងក្នុងល្បឿនលឿនសម្ដៅទៅរកការវាយប្រហាររបស់សត្វនោះដោយគ្មានការភ័យខ្លាចសូម្បីតែបន្តិចនិងជាមួយនឹងចលនាដ៏រហ័សនិងច្បាស់លាស់បុរសរបស់យើងត្រៀមខ្លួនដើម្បីកាត់ផ្តាច់ការវាយប្រហាររបស់ Hydra ឲ្យដាច់ជាពីរបុរសពាក់ម៉ាស់ដកដាវរបស់គាត់ហើយជាមួយនឹងការក្រវីមួយដាវគាត់ហៀបនឹងដោះស្រាយបញ្ហាទាំងមូល
រលកនៃធម្មពលងងឹតលាយឡំជាមួយនឹងផ្លេកមុនតបានកាត់ផ្តាច់ការវាយប្រហាររបស់សត្វនោះយ៉ាងងាយស្រួលដោយបំបែកវាជាពីរការវាយប្រហាររបស់ Hydra ត្រូវបានបង្វែរទិសដៅនឹងឆ្លងកាត់ទៅម្ខាងនៃកងទ័ពដែលកំពុងស្រឡាំងកាំងដោយសារទិដ្ឋភាពនោះកាស៊ូគីសម្លឹងមើលដោយការកោតសរសើរចំពោះកម្លាំងរបស់មិត្តគាត់ហើយនិយាយថាគាត់តែងតែពោពេញទៅដោយការភ្ញាក់ផ្អើលសមាជិក Guild of Osato ហើយបរិសសក់ក្រហមម្នាក់ត្អូញត្អែថាគាត់ចង់ក្លាយជាអ្នកវាយប្រហារសត្វនោះមុនគេសហការីស្រីម្នាក់សួរថាគាត់បានផ្ដល់អ្វីឲ្យកាស៊ូគីប៉ុន្តែបរិសពាក់ម៉ាស់នៅតែរក្សាភាពអធិកម្បាំងអំពីរបស់នោះជាមួយនឹងទឹកមុខបដិញ្ញចិត្តតួឯករបស់យើងសួរក្រុមរបស់គាត់ថាតើពួកគេត្រៀមខ្លួនរួចរាល់ហើយឬនៅសម្រាប់ការប្រយុទ្ធនិងប្រកាសថាពួកគេនឹងកម្ចាត់នាគនោះនិងសម្អាតជាន់ដល់នរកនេះម្ដងហើយម្ដងទៀត Blue Eyes Guild ប្រឈមមុខនឹង Hydra ដែលមានក្បាលច្រើនហើយរៀបចំសម្រាប់ការប្រយុទ្ធចុងក្រោយក្នុងពេលជាមួយគ្នានោះកាស៊ូគីមើលពីចម្ងាយហើយបញ្ចេញមតិថាតើក្រុមរបស់ពួកគេហាក់ដូចជាមានសាមគ្គីភាពនិងរឹងមាំយ៉ាងណានៅឆ្ងាយឯណោះ Miram Alliance រៀបចំខ្លួនហើយមេដឹកនាំម្នាក់របស់វានិយាយថាគាត់បានដាក់ទីតាំងទាហានតាមផែនការហើយកាស៊ូគីឮរបាយការណ៍នេះហើយសួរថាតើពួកគេគួរតែចាប់ផ្ដើមការវាយប្រហាររបស់ពួកគេលើសត្វនោះដែរឬទេបុរសពាក់អាវក្រណាត់ម្នាក់យល់ព្រមហើយសមាជិកម្នាក់ទៀតជូនពរពួកគេឲ្យមានសំណាងក្នុងការប្រយុទ្ធនាពេលខាងមុខបុរសឈ្មោះ Tushia មើលអ្វីៗគ្រប់គ្នាពីចម្ងាយជាមួយនឹងទឹកមុខដ៏ធ្ងន់ធ្ងរទន្ទឹមនឹងនោះ Blue Eyes Guild បានត្រៀមខ្លួនរួចរាល់ហើយដើម្បីចាប់ផ្ដើមការប្រយុទ្ធប្រឆាំងនឹង Hydra ដ៏ខ្លាំងក្លាពួកគេទាំងអស់គ្នាសម្រុកទៅមុខជាមួយគ្នាហើយចាប់ផ្ដើមវាយប្រហារសត្វនោះជាមួយនឹងអ្វីគ្រប់យ៉ាងដែលពួកគេមាន Hydra ស្រែកគំរាមដោយកំហឹងនិងប្រឈមមុខនឹងអ្នកប្រយុទ្ធត្រៀមខ្លួនដើម្បីសងសឹកចំពោះការវាយប្រហារដែលវាបានទទួលក្មេងស្រីម្នាក់លោតចូលទៅក្នុងការវាយប្រហារហើយដៃគូរបស់នាងត្អូញត្អែរថានាងបានចូលទៅដោយមិនប្រាប់នរណាម្នាក់ជាមួយនឹងទឹកមុខដ៏កាចសាហាវស្ត្រីពាក់ម៉ាស់បានរៀបចំកាំបិតរបស់នាងដើម្បីទម្លុះស្បែកដ៏ក្រាស់របស់សត្វនោះនាងវាយប្រហារដោយល្បឿនយ៉ាងលឿនដោយនិយាយថាការប្រយុទ្ធនេះនឹងងាយស្រួលដោយបកជែកសម្រាប់ពួកគេទាំងអស់គ្នាសមាជិកម្នាក់ទៀតប្រើវេទមន្តកកនិងត្អូញត្អែអំពីថាតើស្ថានភាពទាំងមូលនេះតានតឹងយ៉ាងណាជាមួយនឹងស្នាមញញឹមដ៏អាក្រក់ Tushia ប្រកួតប្រជែងជាមួយមិត្តរួមក្រុមដើម្បីមើលថាតើនរណាអាចធ្វើឲ្យខូចខាតដល់សត្វចម្លែកបានច្រើនជាងនិងប្រើកាំបិតរបស់គាត់ដើម្បីបញ្ចេញការវាយប្រហារដ៏ខ្លាំងក្លាជាមួយនឹងពន្លឺពណ៌ក្រហមដ៏អាក្រក់ការវាយប្រហារនោះចំគោលដៅមិត្តសក់តុងដៃរបស់គាត់ទទួលយកការប្រកួតប្រជែងខណៈពេលដែលត្រៀមខ្លួនវាយប្រហារផងដែរដោយនិយាយថាអ្នកចាញ់ត្រូវចេញថ្លៃអាហារពេលល្ងាចហើយបើកការវាយប្រហារជាមួយនឹងដាវធម្មពលពណ៌ខៀវរបស់គាត់ជាមួយនឹងការវាយប្រហារនោះបរិសុទ្ធតុងដែងពាក់អាវក្រណាត់បានវាយប្រហារ Hydra ជាមួយនឹងដាវពណ៌ខៀវរបស់គាត់ដោយកាត់សត្វនោះដោយកម្លាំងទាំងអស់របស់គាត់ផលប៉ះពាល់បានធ្វើឲ្យសហការីស្រីម្នាក់ខ្ទាតចេញហើយបរិសុទ្ធម្នាក់ទៀតសុំទោសអ្នកព្យាបាល Chino ក្មេងស្រីនោះប្រាប់ពួកគេកុំឲ្យបារម្ភនិងឲ្យបន្តវាយប្រហារខណៈពេលដែលនាងរៀបចំមន្តអាគមChino បង្កើតខែលពណ៌ខ្ចៅដ៏ធំមួយហើយប្រាប់ពួកគេឲ្យទុកការការពារឲ្យនាងដោយគ្មានភ័យខ្លាចមិត្តរួមក្រុមម្នាក់របស់នាងហៅឈ្មោះនាងដោយព្រួយបារម្ភអំពីស្ថានភាពប្រយុទ្ធដ៏តានតឹងប៉ុន្តែស្រាប់តែ Kazuki លេចឡើងនៅពីក្រោយនាងជាមួយនឹងស្នាមញញឹមដ៏អាក្រក់ហើយសួរថាតើនាងអាចទប់ស្កាត់ការវាយប្រហារនេះបានទេអ្នកព្យាបាលកំពុងតក់ស្លុតមិនអាចប្រតិកម្មបាននៅពេលដែលនាងដឹងពីអ្វីដែលហៀបនឹងកើតឡើងជនក្បត់នោះក៏ចាក់ស្ត្រីវ័យក្មេងនោះពីក្រោយខ្នងនិយាយថាបញ្ហារបស់ពួកគេគឺមានទំនុកចិត្តហួសហេតុពេកឃើញការក្បត់នេះវីរបុរសរបស់យើងខឹងយ៉ាងខ្លាំងហើយត្រៀមខ្លួនវាយប្រហារយ៉ាងពេញទំហឹងទៅលើបុរសសក់ទង់ដៃនោះ
ក្មេងស្រីដ៏កំសត់នោះក៏ដួលទៅលើដីរងរបួសយ៉ាងធ្ងន់ធ្ងរដោយមិនដឹងថាហេតុអ្វីបានជាការវាយប្រហារដោយភ្ញាក់ផ្អើលនេះបានកើតឡើងជនក្បត់គ្រាន់តែឈរនៅទីនោះសម្លឹងមើលសាកសពក្មេងស្រីនៅលើដីជាមួយនឹងស្នាមញញឹមដ៏ពេញចិត្តនៅលើមុខរបស់គាត់ភ្នែករបស់តួឯករបស់យើងបញ្ចេញពន្លឺពណ៌ខៀវយ៉ាងខ្លាំងដែលបង្ហាញពីកំហឹងទាំងអស់របស់គាត់ខាស៊ូគីដែលមុខរបស់គាត់ប្រឡាក់កខ្វក់ព្រមានគាត់ថានេះមិនមែនជាពេលដែលត្រូវមើលឆ្ងាយពីការប្រយុទ្ធសំខាន់នោះទេបុរសរបស់យើងមិនអាចជឿលើអ្វីដែលគាត់កំពុងឃើញហើយសួរថាហេតុអ្វីបានជាគាត់ធ្វើការក្បត់ដោយគ្មានហេតុផលបែបនេះសារដ៏អាចកំបាំងមួយប្រកាសថាអ្នកត្រូវបានជ្រើសរើសដោយប៉ោមសម្រាប់បេសកកម្មសំខាន់ជាមួយនឹងបញ្ជាឲ្យឡើងប៉ោមហើយរៀបចំសម្រាប់ការចាប់ផ្ដើមដែលហៀបនឹងកើតឡើងនេះគឺជាសារដំបូងពីប៉ោមដែលបានបង្ហាញដល់អ្នកលេងទាំងអស់ក្នុងពេលតែមួយហើយគ្មាននរណាម្នាក់ដឹងថាវាគឺជាការសាកល្បងឬជាពរជ័យព្រោះការពិតគឺជាអាចកំបាំងដ៏ធំសម្រាប់អ្នករាល់គ្នាដូច្នេះពួកគេគ្រាន់តែធ្វើតាមបញ្ជាដែលមិនអាចកងបានហើយព្យាយាមទៅដល់កម្ពូលដែលធ្លាប់មាននរណាម្នាក់ទៅដល់អ្នកប្រយុទ្ធមកពីពិភពផ្សេងៗដូចជា Earth និង Miram បានរួបរวมគ្នាដែលម្នាក់ៗមានបេសកកម្មរៀងៗខ្លួនច្រើនឆ្នាំក្រោយមកយើងឃើញលទ្ធផលបង្ហូរឈាមនៃការប្រយុទ្ធប្រឆាំងនឹង Eight Floor Hydra នៅលើដីមានសាកសពរបស់ដៃគូវីរបុរសរបស់យើងដែលមិនអាចឆ្លងកាត់ការប្រយុទ្ធបានទឹកភ្នែកហូរចុះមកលើមុខរបស់គាត់នៅពេលដែលគាត់កាន់ទុក្ខចំពោះការបាត់បង់មិត្តភក្តិទាំងអស់របស់គាត់តួឯករបស់យើងដែលរងរបួសយ៉ាងធ្ងន់ធ្ងរនិយាយថាគាត់បានប្រាប់អ្នករាល់គ្នាឲ្យរត់ប៉ុន្តែគ្មាននរណាម្នាក់ស្ដាប់គាត់ទេគាត់សម្លឹងមើលមិត្តភក្តិដែលដួលរលំរបស់គាត់ហើយនិយាយថាគាត់មិនចាំបានផ្ដល់ឲ្យពួកគេនូវការអនុញ្ញាតឲ្យស្លាប់នោះទេជាមួយនឹងភាពសោកសៅយ៉ាងខ្លាំងបុរសរបស់យើងហៅដៃគូរបស់គាត់ជាមនុស្សល្ងង់ដែលបានលាក់បង់ខ្លួនឯងអ៊ីក្រង់មួយលេចចេញបង្ហាញថាគាត់ត្រូវបានបំពុលហើយការអស់កម្លាំងរបស់គាត់គឺខ្ពស់ខ្លាំងប្រព័ន្ធព្រមានថាគាត់នឹងជាប់ហើយប្រសិនបើការអស់កម្លាំងរបស់គាត់កើនដល់100ហើយគាត់ឆ្ងល់ថាតើមនុស្សនឹងនិយាយអ្វីពោពេញដោយកំហឹងវីរបុរសរបស់យើងងាកទៅរកអ្នកដែលទទួលខុសត្រូវហើយសួរថាហេតុអ្វីបានជាគាត់ធ្វើបែបនោះជនក្បត់នោះបង្ហាញថានេះជាមធ្យោបាយតែមួយដើម្បីកម្ចាត់គាត់ព្រោះមិត្តភក្តិរបស់គាត់នឹងគ្រាន់តែរៀបរៀងផ្លូវប៉ុណ្ណោះទន្ទឹមនឹងនោះសាកសពរបស់សមាជិក Blue Eyes Guild ដេកស្ងៀមនៅក្នុងព្រិលខាស៊ូគីស្រែកថាអ្វីដែលវីរបុរសរបស់យួនបានផ្ដល់ឲ្យគាត់គឺជាការធ្វើតរណកម្មហើយនោះហើយជាមូលហេតុដែលគាត់ជ្រើសរើសពិភពលោកតួឯករបស់យួននៅស្ងៀមគិតអំពីការក្បត់របស់អតីតមិត្តរបស់គាត់បុរសសក់តុងដែងនិយាយថាវាគួរឲ្យអាណិតណាស់ប៉ុន្តែទីបញ្ចប់គឺនៅជិតហើយសម្រាប់បុរសរបស់យើងដែលរងរបួសទាំងអស់នៅលើដីជាមួយនឹងស្នាមញញឹមគាត់បង្ហាញចិញ្ចៀនហើយនិយាយថាគាត់នឹងមិនចាំបាច់ប្រគល់វាវិញទេព្រោះអ្នករាល់គ្នានឹងត្រូវស្លាប់ជនក្បត់នោះបោះរបស់នោះចោលហើយប្រាប់បុរសពាក់ម៉ាស់កុំឲ្យកើតទុក្ខព្រោះគាត់នឹងក្លាយជាវីរបុរសរបស់យើងផ្ដាល់ស្នាមញញឹមបន្តិចហើយនិយាយថាសូម្បីតែនៅទីបញ្ចប់ខាស៊ូគីឮតែអ្វីដែលគាត់ចង់ឮប៉ុណ្ណោះដៃរបស់តួឯករបស់យើងញ័រដោយសារភាពទន់ខ្សោយប៉ុន្តែគាត់នៅតែមិនទាន់បោះបង់ការប្រយុទ្ធជាមួយនឹងការនិយាយនោះបុរសសក់តុងដែងបែរខ្នងហើយចាស់ចេញបណ្ដោយឲ្យបុរសពាក់ម៉ាស់ជួបទីបញ្ចប់របស់គាត់តែម្នាក់ឯងបុរសរបស់យើងដឹងថាជីវិតរបស់គាត់មិនអាចសង្គ្រោះបានទេហើយពេលវេលារបស់គាត់ជិតអស់ហើយប៉ុន្តែនោះមិនមានន័យថាគាត់គ្រាន់តែនឹងបោះបង់ហើយទទួលយកវាសនារបស់គាត់នោះទេឃើញបែបនេះជនក្បត់មានការភ្ញាក់ផ្អើលចំពោះអាកប្បកិរិយារបស់មិត្តចាស់របស់គាត់តួឯករបស់យើងបន្ទាប់មកបានទាញកាំបិតព្រេងនិទានដែលមានឈ្មោះថា Alice ពីសារពើភ័ណ្ឌរបស់គាត់
បុរសសក់ទង់ដែងមានការភ្ញាក់ផ្អើលដែលឃើញថារបស់នោះនៅតែមានថាមពលហើយវីរបុរសរបស់យើងហៅគាត់ថាជាសម្រាមជាមួយនឹងកំបិតនៅក្នុងដៃវីរបុរសរបស់យើងញញឹមហើយនិយាយថាគាត់អាចប្រើប្រាំរបស់នោះបាន4ដងទៀតក្រឡេកមើលទៅក្រោយគាត់ឃើញថាមានតែអ្នករស់រានមានជីវិត4នាក់ប៉ុណ្ណោះពីហ្គីលរបស់គាត់ដែលនៅសល់តួឯករបស់យើងប្រើធម្មពលរបស់កំបិតដើម្បីបង្កើតខ្យល់ព្យុះនិងជួយសង្គ្រោះដៃគូរបស់គាត់ជាមួយនឹងការធ្វើបែបនោះខ្យល់ខ្លាំងបានបកអ្នករស់រានមានជីវិតទាំងអស់ឲ្យឆ្ងាយពីសមរភូមិឃើញបែបនេះជនក្បត់ស្រែកយ៉ាងខឹងសម្បាឲ្យកូនចៅរបស់គាត់ទៅតាមចាប់អ្នកដែលរត់គេចខ្លួនភ្លាមតែហ៊ាននៃមីរ៉ាំអាលីយ៉ុងចាប់ផ្ដើមរត់ដើម្បីចាប់សមាជិកនៃ Blue Eyes ប៉ុន្តែកំបិតរបស់វីរបុរសរបស់យើងបញ្ចេញពន្លឺពណ៌ស្វាយយ៉ាងខ្លាំងនៅពេលដែលគាត់រៀបចំសម្រាប់រឿងដ៏អាក្រក់បំផុតជាមួយនឹងស្នាមញញឹមដ៏អាក្រក់តួឯករបស់យើងនិយាយថាគាត់មិនឲ្យនរណាម្នាក់ឆ្លងកាត់គាត់បានទេបុរសរបស់យើងបន្តមកក្រោកឈរហើយនិយាយថាអ្នករត់គ្នានៅទីនោះនឹងនៅហើយប្រយុទ្ធជាមួយគាត់រហូតដល់ទីបញ្ចប់ប្រព័ន្ធទៀនព្រឿនថាការអស់កម្លាំងរបស់គាត់បានកើនឡើងដល់95ហើយធម្មពលរបស់គាត់មានកំណត់ពេលវេលាដោយមិនខ្វល់សូម្បីតែបន្តិចគាត់បញ្ចេញសមត្ថភាពរបស់គាត់ហើយ Thunderlord បានចុះមកជាមួយនឹងកម្លាំងពេញទំហឹង Kazuki មើលទស្សនភាពនោះជាមួយនឹងស្នាមញញឹមហើយហៅវីរបុរសរបស់យើងថាក្បាលរឹងដើម្បីស៊ូទ្រាំនឹងការឈឺចាប់បុរសរបស់យើងចាក់ខ្លួនឯងហើយការអស់កម្លាំងរបស់គាត់កើនឡើងដល់96តួឯករបស់យើងបន្ទាប់មកសួរថាតើរង្វាន់អ្វីដែលជនក្បត់បានសន្យាដល់ពួកគេទាំងអស់គ្នាប៉ុន្តែប្រមានថាគាត់សង្ឃឹមថាពួកគេទាំងអស់គ្នាត្រៀមខ្លួនជាស្រេចដើម្បីសងជាមួយនឹងជីវិតផ្ទាល់ខ្លួនរបស់ពួកគេវីរបុរសរបស់យើងប្រកាសថាចាប់ពីពេលនេះទៅគ្មាននរណាម្នាក់ចាក់ចែងដោយគ្មានការអនុញ្ញាតពីគាត់ដែរឃើញការបដិញ្ញាចិត្តរបស់បុរសនោះទាហានម្នាក់ចាប់ផ្ដើមភ័យស្លន់ស្លោអំពីស្ថានភាពបច្ចុប្បន្នដោយគ្មានជំរើសផ្សេងទៀតអ្នកប្រយុទ្ធសម្រេចចិត្តថាត្រូវតែប្រយុទ្ធហើយសម្រុកទៅមុខជាមួយគ្នាសត្រូវម្នាក់ព្យាយាមវាយបុរសរបស់យើងជាមួយនឹងលំពែងរបស់គាត់ប៉ុន្តែគាត់អាចទប់ស្កាត់ការវាយប្រហារនោះបានតួឯករបស់យើងគិតថាជាធម្មតាគាត់នឹងមិនចាញ់ពួកអ្នកទន់ខ្សោយទាំងនេះទេប៉ុន្តែនេះគឺជារឿងផ្សេងជាមួយនឹងរាងកាយរបស់គាត់ដល់កម្រិតកំណត់គាត់ដឹងថាគាត់ត្រូវតែប្រុងប្រយ័ត្នជាមួយនឹងរាល់ចលនាដែលគាត់ធ្វើនៅក្នុងការប្រយុទ្ធគាត់ភ័យខ្លាចថាប្រសិនបើជនក្បត់ Kazuki សម្រេចចិត្តវាយប្រហារស្ថានភាពនឹងកាន់តែអាក្រក់សម្រាប់គាត់យ៉ាងឆាប់រហ័សការអស់កម្លាំងរបស់គាត់កើនឡើងដល់97ហើយគាត់គិតថាមិត្តភក្តិរបស់គាត់នៅឆ្ងាយគ្រប់គ្រាន់ហើយនៅពេលនេះបុរសរបស់យើងដឹងថាគាត់មិនអាចពន្យាការប្រយុទ្ធនេះបានទេហើយសត្រូវម្នាក់ឆ្លៀតឱកាសវាយប្រហារគាត់ទោះបីជាចុះខ្សោយក៏ដោយគាត់អាចទប់ស្កាត់ការវាយប្រហារនោះបានប៉ុន្តែបញ្ចប់ដោយការត្រូវរុញថយក្រោយផលប៉ះពាល់នេះធ្វើឲ្យការអស់កម្លាំងរបស់គាត់កើនឡើងដល់98ហើយឈាមចាប់ផ្ដើមហូរចេញពីមាត់របស់គាត់ខណៈដែលគាត់ដើរត្រៀតត្រោតដោយសារការអស់កម្លាំងវីរបុរសរបស់យើងមិនបកបង់ទេហើយបន្តប្រឈមមុខនឹងទាហាននៅក្នុងគ្រានៃការធ្វេសប្រហែសមួយអ្នកប្រយុទ្ធម្នាក់អាចចាក់លំពែងត្រូវតួឯករបស់យើងអាវុធនោះធ្លាក់ដល់ដីដោយប្រឡាក់ឈាមប៉ុន្តែបុរសរបស់យើងមិនទាន់ត្រូវបានកម្ចាត់ទាំងស្រុងនៅឡើយទាហាននោះអបអរសាទរគិតថាគាត់បានកម្ចាត់ Subaru Narukami ប៉ុន្តែគាត់យល់ខុសទាំងស្រុងជាមួយនឹងទឹកមុខដ៏កាចសាហាវវីរបុរសរបស់យើងចាប់ទាហាននោះហើយសួរថាគាត់និយាយថាគាត់បានកម្ចាត់នរណាបន្ទាប់មកផ្លែកបន្ទោពណ៌ខ្មៅបានវាយប្រហារទាហានជុំវិញទាំងអស់ដោយកម្លាំងពេញទំហឹងពួកអ្នកចម្បាំងស្រែកដោយការឈឺចាប់នៅពេលដែលពួកគេត្រូវបានឆក់ដោយថាមពលរបស់បុរសរបស់យើងម្ដងមួយពួកទាហានដួលទៅលើដីដោយត្រូវបានបរាជ័យទាំងស្រុងដោយការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលនោះបន្ទាប់មកតួឯករបស់យើងបានដកកំបិតដែលគាត់បានប្រើដើម្បីធ្វើឲ្យខ្លួនគាត់ភ្ញាក់និងបដោតអារម្មណ៍ចេញនៅពេលដែលសមរភូមិត្រូវបានបោះសម្អាត
ទីបំផុតវីរៈបុរសរបស់យើងបានដួលទៅលើជង្គង់របស់គាត់ដោយអស់កម្លាំងពីការប្រយុទ្ធទាហានដែលនៅសេសសល់មានការតក់ស្លុតហើយឆ្ងល់ថាតើពួកគេពិតជាបានកំចាត់បិសាចនេះមែនឬអត់ពីចម្ងាយជនក្បត់មើលអទិដ្ឋភាពនោះហើយហៅអតីតមិត្តរបស់គាត់ថាជាបិសាចពិតប្រាកដបុរសសក់ទង់ដែងគិតថាយកកសម័យរបស់វីរៈបុរសរបស់យើងបានបញ្ចប់ក្នុងវិធីដ៏សាមញ្ញនិងគួរឲ្យអាណិតបំផុតភាពអស់កម្លាំងរបស់តួឯករបស់យួនឡើងដល់99ហើយប្រព័ន្ធប្រមានថាគាត់ហៀបនឹងអស់ហើយប៉ុន្តែបុរសរបស់យើងនិយាយថា Kazuki គួរតែដឹងច្បាស់ជាងឯណាទាំងអស់ថាគាត់ពិតជាមានសមត្ថភាពកម្រិតណាដោយការលំបាកយ៉ាងខ្លាំងតួឯករបស់យើងខំប្រឹងក្រោកឈរហើយបន្តការប្រយុទ្ធដោយមានលំពេងរបស់សត្រូវនៅក្នុងដៃគាត់ស្រែកអស់ពីកម្លាំងកាយចិត្តថាជ័យជំនះគឺជារបស់គាត់ហើយគប់លំពេងក្នុងល្បឿនដ៏អស្ចារ្យទៅកាន់គោលដៅសំខាន់របស់គាត់ជួនក្បត់ញញឹមយ៉ាងក្រអឺតក្រទមហើយប្រើប្រាស់ Archangel's Blessing ដើម្បីសង្គ្រោះខ្លួនពីការវាយប្រហារដ៏សាហាវនោះប៉ុន្តែគាត់មានការតក់ស្លុតព្រោះចិញ្ចៀនដែលសន្មតថានឹងជួយសង្គ្រោះគាត់មិនដំណើរការដោយការរំពឹងទុកលំពេងនោះបានបុកគាត់ចំហើយគាត់មិនអាចជឿបានទេប៉ុន្តែវីរៈបុរសរបស់យើងនិយាយថាគាត់គឺជាអ្នកឈ្នះស្មារតីរបស់បុរសរបស់យើងរឹសសាត់នៅក្នុងភាពងងឹតខណៈពេលដែលគាត់គិតអំពីជុងបញ្ចប់របស់គាត់ភ្លាមនោះក្លិនដ៏អាក្រក់មួយបានប៉ះគាត់ហើយគាត់ដឹងថាគាត់នៅតែអាចធុំក្លិនបានបន្ទាប់មកសំឡេងបុកកម្របធុងសម្រាមយ៉ាងខ្លាំងបានធ្វើឲ្យគាត់ចាប់អារម្មណ៍ត្រឡប់ទៅកាន់ពិភពពិតវិញតួឯករបស់យើងភ្ញាក់ឡើងនៅក្នុងធុងសម្រាមក្នុងផ្លូវតូចដ៏កកខ្វឹកនិងមានក្លិនស្អុយសម្លឹងមើលជុំវិញគាត់ឆ្ងល់ថាតើកន្លែងដ៏គួរឲ្យភ័យខ្លាចនេះគឺជាឋានានរកដែលមនុស្សគ្រប់គ្នាខ្លាចមែនឬអត់អេក្រង់មួយលេចឡើងហើយបង្ហាញថាឈ្មោះរបស់គាត់ឥឡូវនេះគឺ Subaru Hosoi ជាមួយនឹងស្ថិតិខ្សោយភ្លាមនោះការឈឺក្បាលយ៉ាងខ្លាំងបានវាយប្រហារគាត់ហើយគាត់ចាប់ផ្ដើមទទួលព័ត៌មានថ្មីវាគឺជាការចងចាំរបស់ម្ចាស់រាងកាយដែលត្រូវបានគេធ្វើបាបដោយសារតែខ្សោយនិងគ្មានប្រយោជន៍ទឹកភ្នែកហូរចុះមកលើភ្នែករបស់គាត់នៅពេលដែលគាត់កាន់តែច្របូកច្របល់ជាមួយនឹងស្ថានភាពនេះគាត់រកឃើញថា Subaru Narukami បានទទួលមរណភាពកាលពី20ឆ្នាំមុនហើយដឹងថាគាត់ស្ថិតនៅក្នុងរាងកាយមួយទៀតក្នុងភាពអស់សង្ឃឹមតួឯករបស់យើងឆ្ងល់ថាតើនេះគ្រាន់តែជាសុបិនឈួតឬយ៉ាងណាគាត់ព្យាយាមចេញពីធុងសម្រាមប៉ុន្តែបាត់បង់លំនឹងហើយដួលទៅលើដីដេកនៅលើដីវីរៈបុរសរបស់យើងសម្លឹងមើល tablet តែនៅជិតនោះដោយនៅតែមិនយល់អ្វីសោះបុរសរបស់យើងបានរកឃើញ tablet នៅលើដីហើយដឹងថាវាជាឧបករណ៍របស់អ្នកលេង Player Kit ដោយមិនបង្អង់ពេលវេលាគាត់ប្រើឧបករណ៍នោះដើម្បីស្វែងរក guild ចាស់របស់គាត់គឺ Blue Eyes គាត់រកឃើញថា guild នោះបានក្លាយទៅជា Blue Zone ហើយជនក្បត់បានក្លាយទៅជាមេដឹកនាំថ្មីឃើញរូបភាពរបស់ជនក្បត់វីរៈបុរសរបស់យើងមានការតក់ស្លុតហើយឆ្ងល់ថាហេតុអ្វីបានជាគាត់មិនទាន់ស្លាប់ភ្លាមនោះគាត់នឹកឃើញអតីតកាលនិងរបៀបដែល Kazuki Ojo មិនមែនជាសត្រូវរបស់គាត់នៅពេលចាប់ផ្ដើមនៅក្នុងការចងចាំមួយបុរសសាក់ទង់ដែងហើយគាត់មកនិយាយហើយប្រាប់ថាគាត់កំពុងគិតចង់ចាក់ចេញពី Guild បុរសរបស់យើងមានការភ្ញាក់ផ្អើលហើយមិត្តរបស់គាត់សុំឲ្យគាត់ប្រាប់ដំណឹងនេះដល់សមាជិកក្រុមផ្សេងទៀតKazuki និយាយថាគាត់នឹងយល់ពីមូលហេតុនៅពេលក្រោយប៉ុន្តែវីរៈបុរសរបស់យើងអាចគិតត្រឹមតែអំពីមិត្តភាពរបស់ពួកគេបុរសសក់ទង់ដែងប្រាប់គាត់កុំឲ្យព្រួយបារម្ភព្រោះគាត់នឹងនៅជាស្រមោលរបស់គាត់ឆ្នាំក្រោយមកគាត់បានបង្កើត Guild ផ្ទាល់ខ្លួនរបស់គាត់គឺ Blue Zone គាត់ឆ្ងល់ថាហេតុអ្វីបានជាជនក្បត់មិនមានភាពរីកចម្រើនសោះក្នុងរយៈពេល20ឆ្នាំមកនេះទឹកភ្នែកហូរចុះមកលើមុខរបស់គាត់នៅពេលដែលគាត់ដឹងថាមានរឿងជាច្រើនបានកើតឡើងខណៈពេលដែលគាត់បានបាត់បង់ Tablet បង្ហាញកន្លែងមួយដែលមានឈ្មោះថា Subaru Narukami Memorial Hall ដែលធ្វើឲ្យគាត់ស្រឡាញ់កាំងទៀនស្រុងតួឯករបស់យើងសម្លឹងមើលទៅលើ
ហើយដឹងថាគាត់កំពុងឈរនៅពីមុខវិមានអនុស្សាវរីយ៍របស់គាត់ផ្ទាល់ជាមួយនឹងដំណក់ញើសនៅលើមុខគាត់ទទួលស្គាល់ថាអាគារនេះពិតជាអស្ចារ្យជាងអ្វីដែលគាត់បានស្រមៃទៅទៀតនៅខាងក្នុងអេក្រង់ដ៏ធំមួយបង្ហាញរូបភាពរបស់គាត់កាលពីអតីតកាលទៅកាន់ហោងមូដែលកោតសរសើរវីរៈបុរសរបស់យើងឆ្ងល់ថាតើមានប្រយោជន៍អ្វីដែលមនុស្សគ្រប់គ្នាចងចាំគាត់បន្ទាប់ពីសម្លឹងមើលរូបភាពរបស់គាត់នៅលើអេក្រង់អស់មួយសន្ទុះគាត់ចោទសួរថាអ្នកណាជាអ្នកធ្វើរឿងនេះនិងក្នុងគោលបំណងអ្វីព្រោះគាត់មិនអាចយល់ពីហេតុផលនៃការគោរពនេះចំពោះគាត់ទេដោយយកដៃដាក់លើក្បាលគាត់ឮសំឡេងថតសំឡេងនិយាយថាគាត់គឺជាគំរូដល់មនុស្សគ្រប់គ្នាសំឡេងនោះបន្តហៅគាត់ថាជាវីរៈបុរសនៃ Blue Zone និងជាអ្នកដែលនៅជិតកំពូលប៉មបំផុតវាចែងថារួមជាមួយដៃគូរបស់គាត់ពួកគេបានសម្រេចចិត្តចងចាំគាត់ជារៀងរហូតតួឯករបស់យើងមានការតក់ស្លុតហើយបែកញើសដោយសារអ្វីដែលគាត់បានឮភ្លាមនោះការថតសំឡេងបានបង្ហាញថាពួកគេបានបង្កើតសាររំលឹកវិញ្ញាណក្ខន្ធនេះក្នុងកិត្តិយសរបស់គាត់ពោពេញដោយកំហឹងបុរសរបស់យើងសម្ពាធធ្មេញដោយទាយដឹងរួចហើយថាអ្នកណាជាអ្នកទទួលខុសត្រូវរូបភាពរបស់ Kazuki លេចឡើងហើយវីរៈបុរសរបស់យើងស្រែកឈ្មោះជន់ក្បត់ដោយក្តីស្អប់ខ្ពើមបុរសសក់ទង់ដៃនិយាយថា Blue Zone គឺជា guild តែមួយគត់ដែលទទួលមរតកនៅស្មារតីដ៏ថ្លៃថ្នូររបស់មិត្តគាត់ដោយខឹងសម្បាបុរសរបស់យើងប្រាប់ឲ្យគាត់បិទមាត់ព្រោះគាត់មិនពេញចិត្តនឹងគ្រាន់តែឆក់យកជីវិតរបស់គាត់ទេជនក្បត់អះអាងថាពួកគេនឹងមិនត្រឡប់មកវិញទេប៉ុន្តែវីរៈបុរសរបស់យើងសន្យាថាគាត់នឹងចាំមើល Kazuki បញ្ចប់សុន្ទរកថាคล้ายៗរបស់គាត់ដោយនិយាយថាពួកគេនឹងមិនភ្លេចការចងចាំនោះទេជាមួយនឹងស្នាមញញឹមដ៏អាក្រក់វីរៈបុរសរបស់យើងស្បត់ថាគាត់នឹងត្រសេរឿងទាំងមូលនេះឡើងវិញតាំងពីដើមជាមួយនឹងទឹកមុខមើងម៉ាត់វីរៈបុរសរបស់យើងស្បត់ថាគាត់នឹងមិនអនុញ្ញាតឲ្យជនក្បត់រួចខ្លួនម្ដងទៀតទេហើយសន្យានឹងខ្លួនឯងថាគាត់នឹងមិនខ្ជិះខ្ជាយឱកាសទី2ដែលគាត់ទទួលបាននេះទេភ្លាមនោះគាត់បានបុកក្មេងម្នាក់ដែលដួលទៅលើដីដោយរអួមទួមដោយការឈឺចាប់តួឯករបស់យើងលូកដៃទៅហើយសួរក្មេងនោះថាតើគាត់មិនអីទេបន្ទាប់ពីដួលក្មេងនោះសម្លឹងមើលមុខវីរៈបុរសរបស់យើងហើយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអ្វីដែលគាត់បានឃើញភ្លាមនោះគាត់សម្គាល់ឃើញក្មេងនោះពាក់ម៉ាស់ដែលគាត់ស្គាល់ច្បាស់ណាស់ភ្លាមនោះមនុស្ស2នាក់ចូលមកជិតហើយសួរដោយក្តីបារម្ភថាតើក្មេងប្រុសឈ្មោះ Manado មានរបួសដែរឬទេបុរសរបស់យើងមុខស្លេកនៅពេលឃើញពួកគេក៏ពាក់ម៉ាស់នៃហ្គាវចាស់របស់គាត់ដែរហើយគាត់ពិតជាច្របល់មិនអាចយល់ពីអ្វីដែលកំពុងកើតឡើងនៅកន្លែងនេះបន្ទាប់មកតួឯករបស់យើងយកដៃជូតមុខដោយព្យាយាមគិតអំពីស្ថានភាពដ៏ចម្លែកនេះជាមួយនឹងញើសហូរចុះមកគាត់ឆ្ងល់ថាតើមានរឿងអ្វីកើតឡើងនៅជុំវិញគាត់សម្លឹងមើលជុំវិញគាត់ដឹងថាមនុស្សគ្រប់គ្នានៅក្នុងសាលកំពុងពាក់ម៉ាស់ដូចគ្នាបន្ទាប់មកគាត់នឹកឃើញពាក្យរបស់ជនក្បត់ដែលនិយាយថាវាគួរឲ្យខ្មាស់អៀនដែលអ្វីត្រូវបញ្ចប់បែបនោះហើយថាគាត់មិនគួរការទុកទេព្រោះគាត់នឹងត្រូវបានចងចាំថាជាវីរៈបុរសដ៏អស្ចារ្យជាមួយនឹងរឿងនោះវីរៈបុរសរបស់យើងចាប់ផ្ដើមយល់ពីអ្វីដែលជនក្បត់ចង់មានន័យហើយខ្សឹបឈ្មោះជនក្បត់ដោយក្តីស្អប់ខ្ពើមនៅក្នុងភ្នែករបស់គាត់បន្ទាប់មកគាត់រត់កាត់ហ្វូងមនុស្សពាក់ម៉ាស់ដែលមិនអើពើនឹងគាត់ទាំងស្រុងនៅពីមុខគាត់គឺជាអាសន្នដែលមានរូបភាពរបស់គាត់និងផ្កាព្រមទាំងទៀនជាច្រើនក្នុងកិត្តិយសរបស់គាត់តួឯករបស់យើងឆ្ងល់ថាតើនេះគ្រាន់តែជាការបោកប្រាស់ដើម្បីលួចយកកិត្តិយសរបស់ Guild គាត់ឬអត់ដែលទឹកមុខភ្ញាក់ផ្អើលគាត់មិនអាចជឿពីភាពមុខក្រាស់របស់អតីតមិត្តគាត់សោះភ្លាមនោះពន្លឺពណ៌ខៀវចាប់ផ្ដើមភ្លឺយ៉ាងខ្លាំងចេញពីផ្កានៅលើអាសន្នបុរសរបស់យើងសម្គាល់ឃើញពន្លឺចម្លែកនោះ
ហើយផ្ដោតការសម្លឹងទៅកាន់ទិសដៅនៃពន្លឺដ៏អាចកំបាំងដោយមិនគិតច្រើនគាត់ចាប់ផ្ដើមរុញមនុស្សចេញដើម្បីទៅជិតអាសន្នមនុស្សម្នាមានការខឹងសម្បាហើយស្រែកដាក់គាត់ឲ្យប្រយ័ត្ននិងរងចាំវេនក្នុងជួរដោយមានការរុញច្រានគ្នាចុះឡើងគាត់បានដួលលុតជង្គង់នៅពីមុខវិមានអនុស្សាវរីយ៍ហើយដៃរបស់គាត់ក៏ប៉ះផ្កាដែលកំពុងបញ្ចេញពន្លឺថាមពលពណ៌ខៀវចម្លែកគាត់រើសយកផ្កាមួយហើយទទួលស្គាល់ថាមពលរបស់អតីតមិត្តរួមក្រុមនៅឆ្ងាយនៅលើកំពូលអគារមួយមាននរណាម្នាក់កំពុងមើលទីក្រុងយ៉ាងស្ងប់ស្ងាត់ពីខាងលើបុរសពាក់អាវក្រណាត់ក្របមុខផ្ដល់យោបល់ថាពួកគេអាចឆ្លងកាត់មួយឆ្នាំទៀតដោយគ្មានឧបទ្ទិហេតុអីឡើយដៃគូម្នាក់និយាយថាពួកគេស្ទើរតែជៀសមិនផុតពីការជួបក្រុម Blue Zone ដៃគូសួរថាតើពិតជាចាំបាច់ត្រូវធ្វើពិធីនេះជារៀងរាល់ឆ្នាំឬអត់ប៉ុន្តែ Sugar និយាយថាអ្នកមិនដឹងថាមានរឿងអ្វីអាចកើតឡើងទេហើយការការពារប្រសើរជាងការព្យាបាលជាមួយនឹងស្នាមញញឹមគាត់និយាយថាប្រហែលជា Subaru នឹងសម្គាល់ផ្កាដែលគាត់បានទុកជាអំណោយដៃគូសង្ស័យថា Subaru នៅរស់ប៉ុន្តែ Sugar និយាយថាគាត់មិនទាន់បានឃើញផ្ទាល់ភ្នែកនៅឡើយទេបុរសពាក់អាវក្រណាត់គ្របមុខគិតថា Kazuki តំណងជានឹងរកឃើញពួកគេមុនពេលពួកគេរកឃើញ Subaru ហើយមានការរំខានចិត្តនិយាយថាប្រសិនបើមេដឹកនាំនៅរស់ពួកគេនឹងមិនអង្គុយនៅស្ងៀមអស់រយៈពេល20ឆ្នាំនោះទេទិដ្ឋភាពបន្ទាប់មកផ្លាស់ប្ដូរទៅជាថ្ងៃលិចដ៏ស្រស់ស្អាតជាមួយនឹងសត្វស្លាបជាច្រើនហោះកាត់មេឃត្រឡប់ទៅវីរបុរសរបស់យើងវិញគាត់ដង្ហើមធំប៉ុន្តែជាមួយនឹងទឹកមុខពោពេញដោយក្តីសង្ឃឹមគាត់ឆ្ងល់ថាតើអតីតដៃគូរបស់គាត់ពិតជានៅរស់បន្ទាប់ពីរយៈពេលនេះឬអត់នៅក្នុងកន្លែងស្ងប់មួយបុរសរបស់យើងបន្តគិតអំពីលទ្ធភាពដែលថានាងនៅរស់សម្លឹងមើលផ្កានៅក្នុងដៃរបស់គាត់ខ្សឹបឈ្មោះ Sugar ដោយការជឿជាក់ក្រោយមកគាត់នៅក្នុងបន្ទប់របស់ Subaru Hozoi ហើយសម្គាល់ឃើញថាកន្លែងនោះសាមញ្ញបណ្ណានៅលើឧបករណ៍គាត់ស្វែងរក Gear ចាស់របស់គាត់ប៉ុន្តែរកមិនឃើញលទ្ធផលទោះបីជាគាត់ប្រកាសថា Sugar បានរត់ជីវិតពីការសម្លាប់រងាលនោះក៏ដោយតួឯករបស់យើងមានការខកចិត្តគិតថានាងបានលាក់ខ្លួនអស់រយៈពេល20ឆ្នាំហើយវីរបុរសរបស់យើងសន្និដ្ឋានថា Kazuki គឺជាឫសគល់នៃរឿងទាំងអស់នេះព្រោះគាត់នឹងមិនអនុញ្ញាតឲ្យការពិតបែកធ្លាយឡើយគាត់ឆ្ងល់ថាតើ Sugar ពិតជាបានរត់ជីវិតតែម្នាក់ឯងហើយថាតើអ្នកផ្សេងទៀតបានរត់គេចខ្លួនដែរឬទេប៉ុន្តែគាត់ដឹងថាដរាបណាជនក្បត់នៅរស់ការព្យាយាមបង្កើតទំនាក់ទំនងគឺជាបេសកកម្មអត្តឃាតម្យ៉ាងទៀតតួឯករបស់យើងគ្មានអំណាចហើយការប្រថុយនឹងគ្រាន់តែធ្វើឲ្យគាត់មានគ្រោះថ្នាក់ប៉ុណ្ណោះសម្លឹងមើលផ្កានៅក្នុងម៉ាសគាត់ដឹងថាគាត់ត្រូវធ្វើរឿងសំខាន់មួយជាមុនសិនជាមួយនឹងទឹកមុខមើងម៉ាត់បុរសរបស់យើងសម្រេចចិត្តថាគាត់ត្រូវតែយកថាមពលចាស់របស់គាត់មកវិញតាមរយៈការចងចាំរបស់ Hosoi គាត់ចាប់យកដាវវឹកហាត់ដែលនៅក្នុងបន្ទប់2ថ្ងៃក្រោយមកការបង្រៀនដើម្បីក្លាយជាអ្នកលេង tutorial ទីបំផុតបានចាប់ផ្ដើមសម្រាប់គាត់វីរបុរសរបស់យើងគិតថាប្រសិនបើគាត់អាចរស់រានមានជីវិតពីការសាកល្បងនេះអ្វីនឹងល្អប្រសើរនៅទីបញ្ចប់ហើយជឿជាក់ថាតារាបណាពួកគេនៅរស់ពួកគេអាចជួបគ្នាបានគ្រប់ពេលទិដ្ឋភាពនាំយើងទៅកាន់កីឡាដ្ឋានដ៏ធំមួយដែលជាសារប្រឡងនៃការបង្រៀននៅខាងក្នុងសាកសពជាច្រើនត្រូវបានខ្ចាត់ខ្ចាយនៅលើឥដ្ឋបង្ហាញថាការធ្វើតេស្តនេះលំបាកប៉ុណ្ណាបុរសតំប៉ែកដែលមានពុកចង្ការឈ្មោះ Sugar មើលអ្វីទាំងអស់ដោយទឹកមុខមើងម៉ាត់នៅក្បែរនោះអ្នកចម្បាំងវ័យក្មេងម្នាក់កំពុងហត់បន្ទាប់ពីកម្ចាត់សត្វពណ៌បៃតងជាច្រើនអ្នកត្រួតពិនិត្យឈ្មោះ Sugar សម្លឹងមើលយុវជននោះហើយនិយាយថាគាត់បានឆ្លងកាត់ការធ្វើតេស្តដោយសម្លាង Sugar សួរថាតើបុរសនោះចង់សាកល្បងជំហានបន្ទាប់ឬអត់ហើយគាត់មានការច្របល់យ៉ាងខ្លាំងចំពោះការផ្ដល់ជូនអេក្រង់មួយលេចឡើងដោយពន្យល់ថាជាមួយនឹងជំហាននីមួយៗ Goblin ថ្មីមួយនឹងលេចឡើងហើយរង្វាន់ក៏កើនឡើង
អ្នកចម្បាំងបដិសេធភ្លាមៗហើយ Sugar ឲ្យគាត់ធ្លៀងនិយាយថាក្បាលរបស់គាត់ឈឺគ្រាន់តែឮដូច្នេះប៉ុន្តែបុរសនោះទទេចថារឿងសំខាន់គឺគាត់អាចឆ្លងកាត់ការធ្វើតេស្តតាមវិធីណាក៏ដោយអ្នកត្រួតពិនិត្យមានការខកចិត្តព្រោះគាត់ត្រូវអនុញ្ញាតឲ្យមនុស្សខ្សោយដោយបុរសនោះឆ្លងកាត់ហើយត្អោយត្អែថាក្រៅពី Isaac ដែលបានបញ្ចប់ដំណាក់កាលទី20គ្មាននរណាម្នាក់ផ្សេងទៀតនៅទីនោះមើលទៅមានសង្ឃឹមទេជាមួយនឹងទឹកមុខមើលងាយ Sugar ត្អូញត្អែថាគុណភាពនៃអ្នកជ្រើសរើសនៅឆ្នាំនេះគឺអន់ណាស់ភ្លាមគាត់សម្គាល់ឃើញអ្វីមួយនៅលើក្តារអក្សររបស់គាត់ហើយសម្លឹងមើលទៅកន្លែងប្រកួតកាន់តែជិតវាគឺជាតួឯករបស់យើងដែលកំពុងចូលសមរភូមិជាមួយនឹងដាវនៅទ្រង់ដៃ Sugar អានឈ្មោះ Subaru Hosoi ហើយផ្ដល់យោបល់ថាវាជាឈ្មោះដ៏ធ្ងន់ដែលត្រូវយកហើយបន្ទាប់មកប្រមានថាវីរបុរសរបស់យើងអាចប្រើឈ្មោះនោះលុះត្រាតែគាត់អាចឆ្លងកាត់ការធ្វើតេស្តបុរសរបស់យើងយល់ព្រមហើយអេក្រង់មួយលេចឡើងនៅពីមុខគាត់ដើម្បីចាប់ផ្ដើមការប្រកួតប្រជែងបន្ទាប់មកប្រព័ន្ធបង្កើត Goblin 2ហើយបេសកកម្មគឺគ្រាន់តែកម្ចាត់សត្វទាំងពីរនោះអ្នកត្រួតពិនិត្យរៀបចំខ្លួនដើម្បីចាប់ផ្ដើមការបង្រៀនប៉ុន្តែត្រូវបានរំខានដោយចលនាដ៏លឿនមួយមុនពេលដែលគាត់អាចបញ្ចប់ប្រយោគរបស់គាត់វីរបុរសរបស់យើងបានកម្ចាត់បិសាចទាំងពីររួចទៅហើយ Sugar មានការភ័ន្តច្រឡំហើយឆ្ងល់ថាតើមានអ្វីហោះកាត់គាត់អ្នកត្រួតពិនិត្យសឹងតែមិនទាន់បានពេចភ្នែកផងហើយបំណែកនៃបិសាចបានហក់ពេញកន្លែងប្រកួតទៅហើយវីរបុរសរបស់យើងញញឹមព្រោះការសាកល្បងដែនកំណត់នៃរាងកាយថ្មីនេះរយៈពេល2ថ្ងៃគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវហើយបន្ទាប់មកគាត់រកឃើញថារាងកាយដែលគាត់ភ្ញាក់ឡើងនោះពិតជាពិសេសណាស់អេក្រង់សួរថាតើគាត់ចង់ទៅជំហានបន្តឬអត់ហើយគាត់ទទួលយកដោយមិនគិតច្រើនឃើញល្បឿនរបស់បុរសនោះអ្នកត្រួតពិនិត្យហាមាត់ដោយមិនអាចជឿទិដ្ឋភាពនោះមួយពេជ្រភ្នែកក្បាល Goblin មួយទៀតរមៀលមកឈប់នៅជើងរបស់អ្នកត្រួតពិនិត្យជាមួយនឹងកន្លែងប្រកួតដែលពោពេញទៅដោយសាកសព Sugar ឆ្ងល់ថាតើមានរឿងអ្វីកើតឡើងនៅទីនេះអ្នកត្រួតពិនិត្យមើលបុរសរបស់យើងប្រយុទ្ធហើយដឹងថាគាត់មិនមែនគ្រាន់តែវាយប្រហារដោយមិនមើលមុខឡើយទេហើយជាមួយនឹងភ្នែកដ៏មុតស្រួចគាត់សម្គាល់ឃើញថាវីរបុរសរបស់យើងមិនមែនគ្រាន់តែក្រវីដាវរបស់គាត់ដោយគ្មានគោលដៅនោះទេតួឯករបស់យើងកំពុងអានចលនារបស់សត្រូវ2ឬ3ជំហានមុនដៃរបស់គាត់កាន់ដាវយ៉ាងរឹងមាំខណៈដែលគាត់បន្តការសម្លាប់រង្គាលដោយមិនឈប់ឈរ Huger គិតថានេះមិនមែនគ្រាន់តែជាការពូកែប្រើដាវនោះទេព្រោះសូម្បីតែគាត់ក៏មិនអាចធ្វើបែបនោះជាមួយនឹងស្នាមញញឹមប្រកបដោយទំនុកចិត្តបានដែរតួឯករបស់យើងបង្ហាញថាគាត់កំពុងគ្រប់គ្រងស្ថានភាពទាំងស្រុងបន្ទាប់មកអ្នកត្រួតពិនិត្យសង្ស័យថាបុរសម្នាក់នេះអាចជាជាតិចាប់ជាតិរបស់ Subaru Narukami ផ្ទាល់ជាមួយនឹងការវាយប្រហារដែលច្បាស់លាស់វីរបុរសរបស់យើងបានសម្លាប់សត្វចម្លែកមួយទៀតដោយដាវដ៏មុតស្រួចរបស់គាត់ហើយបន្ទាប់មកក៏ឈប់ដោយប្រឈមមុខនឹង Goblin ចុងក្រោយដែលនៅឈរមុននឹងសម្លាប់វាចោលដែរអេក្រង់មួយលេចឡើងប្រមានថាគាត់បានជំរះដំណាត់កាលទី49ហើយសួរអំពីមេធំឬ Boss ទោះបីជាហត់នឿយនឹងបែកញើសក៏ដោយបុរសរបស់យើងនិយាយថាដោយសារគាត់បានមកដល់ឆ្ងាយប៉ុណ្ណេះហើយគាត់គួរតែបន្តទៅមុខទៀតតួឯករបស់យើងអស់កម្លាំងប៉ុន្តែគាត់ដឹងថាគាត់ត្រូវការបន្តទៅមុខដើម្បីបញ្ចប់ការបង្រៀនឬ tutorial ភ្លាមនោះថាមពលពណ៌ខៀវចាប់ផ្ដើមធ្វើឲ្យប្រេះបែកពេញកម្រាលនៃសង្វៀនទាំងមូលដោយកម្លាំងខ្លាំងក្លាពីដៃស្រមោលដ៏ធំមួយលេចចេញមកសម្រាប់ការប្រកួតប្រជែងចុងក្រោយរបស់វីរបុរសយើងអ្នកត្រួតពិនិត្យមានការភិតភ័យហើយស្រែកថាគាត់មិនមែនជា Narukami ដែលអាចប្រឈមមុខនឹងរបស់នោះទេ Huger ប្រមានគាត់ឲ្យឈប់ប្រសិនបើគាត់ចង់រស់ប៉ុន្តែវាហួសពេលសម្រាប់ការប្រមានហើយដីញ័ររង្គើហើយមេធំចុងក្រោយបង្ហាញវាខ្លាំងគឺ Goblin King ដែលខាងសម្បាចំពោះការលះបង់បូជាទាំងនោះពេលឃើញសត្វចម្លែកនោះ
ហាក់ជើស្រែកយ៉ាងអស់សង្ឃឹមប្រាប់វីរបុរសរបស់យើងឲ្យបោះបង់ចោលព្រោះការប្រយុទ្ធគឺជារឿងឆ្កួតអ្នកត្រួតពិនិត្យអះអាងថាវាជាការធ្វើអត្តឃាតហើយគម្លាតធម៌ពលរវាងពួកគេគឺធំពេកបុរសរបស់យើងដឹងថាជាមួយនេះសេដ្ឋកិច្ចបច្ចុប្បន្នរបស់គាត់មិនអាចធ្វើឲ្យខូចខាតសម្រំណាមួយបានទេប៉ុន្តែទោះជាយ៉ាងនេះក្តីគាត់កាន់ដាវរបស់គាត់យ៉ាងណែនព្រោះគាត់មិនថយក្រោយពីការប្រយុទ្ធដែលនឹងមកដល់នោះភ្លាមនោះតួឯករបស់យើងធ្វើឲ្យ everyone ភ្ញាក់ផ្អើលដោយទម្លាក់អាវុធរបស់គាត់ហើយនិយាយថាគាត់បដិសេធជាមួយនឹងទង្វើនេះហាក់ជើភឺតភ័យហើយឆ្ងល់ថាតើបុរសនោះបានបាត់បង់សតិហើយឬនៅបន្ទាប់មក Goblin King សម្រុកចូលយ៉ាងលឿនតម្រឹងទៅរកវីរបុរសរបស់យើងបានឥឡូវនេះគ្មានអាវុធនៅពេលនោះវត្ថុមួយបានបុកស្មារបស់សត្វចម្លែកធ្វើឲ្យវាភ្ញាក់ផ្អើលនៅពាក់កណ្ដាលការវាយប្រហារសត្វនោះសម្លឹងមើលទៅជើងរបស់វាហើយឃើញមជុលស្ដើងមួយជាប់នៅទីនោះដោយមិនយល់អ្វីទាំងអស់ដំណក់ញើសហូរចុះមកលើ Goblin King ដែលកំពុងតែច្របល់ច្បល់ទាំងស្រុងចំពោះអ្វីដែលទើបតែកើតឡើងបន្ទាប់មកវាសម្លឹងមើលទៅតួឯករបស់យើងដែលកំពុងអង្គុយច្របូលនៅលើដីរើអ្វីមួយឡើងជាមួយនឹងស្នាមញញឹមបុរសរបស់យើងបង្ហាញមជុលមួយចំនួនហើយសួរថាតើសត្វចម្លែកភ្ញាក់ផ្អើលដែរឬទេបន្ទាប់មកវីរបុរសរបស់យើងស្នើការភ្នាល់បន្តិចបន្តួចទៅកាន់មេធំចុងក្រោយនៃការបង្រៀននេះដោយប្រកួតប្រជែងជាមួយសត្វចម្លែកដើម្បីមើលថាតើនរណាអាចផ្ដួលម្នាក់ទៀតបានមុនក្នុងការប្រយុទ្ធនេះតួឯករបស់យើងញញឹមចុងមាត់ហើយបញ្ចប់ការប្រកួតប្រជែងដោយនិយាយថាគាត់ហ៊ាននឹងប្រែក្លាយសត្វចម្លែកជាប្រដាប់ដោតម្ជុលជាមួយនឹងភ្នែករបស់គាត់ដែលពន្លឺភ្លើងបន្ទាប់មកគាត់គប់មជុលដោយល្បឿនដ៏គួរឲ្យចាប់អារម្មណ៍ទៅកាន់សត្វចម្លែក Goblin King ស្រែកគំរាមដោយកំហឹងហើយទាមទារចម្លើយចំពោះការប្រកួតប្រជែងដែលវាបានទទួលពីបុរសនោះបន្ទាប់មកសត្វចម្លែកសម្រុកចូលដោយបើកមាត់យ៉ាងធំត្រៀមខ្លួនលេបត្របាក់វីរបុរសរបស់យើងតែមួយដង្ហើមជាមួយនឹងរឿងនោះសត្វចម្លែកលើកពូថៅរបស់វាហើយវាយទម្លាក់ចុះដើម្បីការវាយប្រហារដ៏ខ្លាំងក្លាដើម្បីគំទេចក្មេងប្រុសនោះដោយចលនាដ៏រហ័សពូថៅធ្លាក់ចុះមកដោយកម្លាំងពេញទំហឹងតម្រឹងទៅរកតួឯករបស់យើងប៉ុន្តែវីរបុរសរបស់យើងលឿនជាងហើយគេចពីការវាយប្រហារនោះបានដោយលោតទៅចំហៀងយ៉ាងរហ័សរហួនអង្គុយច្របូកនៅលើដីគាត់ឃ្លាំមើលសត្វចម្លែកយ៉ាងដិតដល់រងចាំពេលវេលាដែលស័ក្តិសមដើម្បីវាយប្រហារនៅពេលនោះការចងចាំពីអតីតកាលភ្លឺឡើងក្នុងចិត្តរបស់គាត់ជួយគាត់ក្នុងការប្រយុទ្ធនៅក្នុងការរំលឹកពីអតីតកាលយូឃើញខ្លួនគាត់កាលពីមុនកំពុងវឹកហាត់ជំនាញគប់របស់គាត់នៅលើដើមឈើដែលមានគោលដៅស្ត្រីម្នាក់ឈ្មោះរីណាស្ដីបន្ទោសគាត់ដោយនិយាយថាឯងមិនអាចគប់បែបនឹងទេប៉ុន្តែជាមួយនឹងស្នាមញញឹមនាងនិយាយថាអ្វីក៏អាចប្រែជាអាវុធគប់បានដែរបន្ទាប់មកស្ត្រីនោះបង្ហាញយុវជននោះពីរបៀបកាន់វត្ថុដែលត្រឹមត្រូវសម្រាប់ការវាយប្រហារដោយពន្យល់ថាវត្ថុណាមួយក៏คล้ายជាកំបិតបានដែរប្រសិនបើឯងដឹងពីចំណុចកណ្ដាលនៃទម្ងន់របស់វាបន្ទាប់មកវត្ថុនោះបានបុកចំកណ្ដាលគោលដៅបង្ហាញពីភាពច្បាស់លាស់នៃការវឹកហាត់ដ៏ខ្លាំងក្លារបស់គាត់ត្រឡប់មកបច្ចុប្បន្នវិញមជុលបានបុកចំមុខរបស់ Goblin King ធ្វើឲ្យវាហូរឈាមដោយការឈឺចាប់ជាមួយនឹងផលប៉ះពាល់នោះសត្វចម្លែកស្រែកដោយការឈឺចាប់ហើយចាប់ផ្ដើមដួលទៅក្រោយបាត់បង់កម្លាំងរបស់វាបុរសរបស់យើងពន្យល់ថាកម្លាំងបានមកពីការបង្វិលនិងភាពច្បាស់លាស់បានមកពីការមិនស្ទាក់ស្ទើរជាមួយនឹងទឹកមុខមើងម៉ាត់គាត់ចងចាំថាវាគឺជាដៃគូចាស់របស់គាត់រីណាដែលបានបង្រៀនគាត់គ្រប់យ៉ាង
Hunger យល់ថាមួយជុលពីមិនបានបាត់ទៅណាទេហើយគាត់បានប្រើវាដើម្បីជាប្រយោជន៍របស់គាត់អ្នកត្រួតពិនិត្យមានការភ្ញាក់ផ្អើលព្រោះគាត់បានប្រើទាំងដាវនិងអាវុធលាក់កំបាំងដើម្បីឈ្នះការប្រយុទ្ធជាមួយនឹងដំណក់ញើសនៅលើមុខរបស់ Hunger គាត់ទទួលស្គាល់ថាបុរសនៅចំពោះមុខគាត់គឺជាទេពកោសល្យពិតប្រាកដ Goblin King ដែលពោរពេញទៅដោយរន្ធស្រែកគំរាមដោយការឈឺចាប់ប៉ុន្តែវាខ្សោយខ្លាំងទៅហើយដោយសារជាតិពិសជាមួយនឹងរឿងនោះសត្វចម្លែកទីបំផុតមិនអាចទ្រាំទៀតបានទេហើយដួលទៅលើដីបរាជ័យទាំងស្រុងបុរសរបស់យើងបន្ទាប់មកចូលទៅជិតហើយរើសដាវរបស់គាត់ដើម្បីថ្បល់ការវាយប្រហារចុងក្រោយនិយាយថាគាត់គ្មានគំនុំអ្វីជាមួយសត្វចម្លែកនេះទេប៉ុន្តែគាត់ត្រូវការបញ្ចប់ការបង្រៀននេះម្ដងនិងសម្រាប់ទាំងអស់ជាមួយនឹងការវាយប្រហារយ៉ាងម៉ឺងម៉ាត់វីរបុរសរបស់យើងសម្លាប់សត្វចម្លែកនោះហើយបញ្ចប់ការប្រយុទ្ធជាស្ថាពរប្រព័ន្ធប្រកាសថាគាត់បានកម្ចាត់ Goblin King និងបានបញ្ចប់ដំណើរការទី50នៃការបង្រៀនដោយហត់នឿយតួឯករបស់យើងត្អូញត្អែថាសត្វចម្លែកបែបនេះមិនគួរនៅក្នុងការបង្រៀនទេជាមួយនឹងជ័យជំនះអេក្រង់ជាច្រើនលេខឡើងហើយប្រព័ន្ធផ្ដល់រង្វាន់ដល់គាត់ជាបន្ទុកនឹងការឡើងកម្រិត level up វីរបុរសរបស់យើងឆ្ងល់ថាគាត់អាចទិញអ្វីបានជាមួយនឹងពិន្ទុ2425របស់គាត់បើកហាងហើយឃើញរបស់របរថោកៗជាច្រើនប៉ុន្តែដឹងថាគាត់នឹងសល់ពិន្ទុច្រើនទោះជាយ៉ាងណាក៏ដោយនៅពេលរមូលចុះក្រោមអេក្រង់គាត់រកឃើញអ្វីមួយដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះស្ថានភាពនេះវាគឺជាដាវបិសាចគ្មានឈ្មោះដែលបង្កើតឡើងដោយ Kindred ហើយបរិះរបស់យើងមិនអាចជឿភ្នែកខ្លួនឯងគាត់គិតថាដាវនេះពិតជាទាក់ទាញប៉ុន្តែសមត្ថភាពប្លែកបន្ទោរបស់គាត់បានបឺតយកជីវិតរបស់គាត់ទៅហើយភ្លាមនោះគាត់រកឃើញដាវស័ក្តិសិទ្ធិ Miranda ដែលហាក់ដូចជាជម្រើសសុវត្ថិភាពជាងសម្រាប់គាត់តួឯករបស់យើងស្ថិតនៅក្នុងការសម្រេចចិត្តរវាងការជ្រើសរើសថាមពលបំផ្លិចបំផ្លាញឬសុវត្ថិភាពនៃអាវុធមួយទៀតដោយមានចិញ្ចែងក្នុងចិត្តគាត់ដឹងថាគាត់ត្រូវការជ្រើសរើសដោយប្រយ័ត្នប្រយែងពីរបៀបចំណាយពិន្ទុរបស់គាត់ភ្លាមនោះគាត់សម្គាល់ឃើញអ្វីដែលចម្លែកនៅលើអេក្រង់ហាងដែលទាក់ទាញចំណាប់អារម្មណ៍របស់គាត់រកឃើញថាគាត់នៅតែអាចរមូលទំព័រចុះក្រោមបានហើយឃើញរបស់របរជាច្រើនទៀតពីហាងជាមួយនឹងរឿងនោះគាត់រកឃើញសមត្ថភាព Greed's Wedge ដែលទប់ស្កាត់ផលប៉ះពាល់របស់ធាតុវីរបុរសរបស់យើងដឹងថាជាមួយនឹងរបស់នេះគាត់អាចទប់ស្កាត់ផលប៉ះពាល់អវិជ្ជមាននៃដាវនិងផ្លៃបន្តដោយមិនគិតយូរគាត់ទិញសមត្ថភាពនោះនឹងដាវបិសាចដោយទទួលយកហានិភ័យ Huger បន្ទាប់មកសម្គាល់ឃើញជំរើសរបស់បុរសនោះហើយបញ្ចេញមតិថាគាត់បានជ្រើសរើសដាវបិសាច Huger សរសើរជំរើសនេះនិងនិយាយថារបស់របរទាំងនោះស័ក្តិសមនឹងគ្នាប៉ុន្តែគាត់មិនយល់ពីការសម្រេចចិត្តនោះអ្នកត្រួតពិនិត្យសួរថាហេតុអ្វីបានជាគាត់ជ្រើសរើសសមត្ថភាពដែលមានហានិភ័យនិងមិនស្គាល់បែបនេះចំពោះរឿងនេះវីរបុរសរបស់យើងមានអារម្មណ៍រំខានហើយសួរថាតើគាត់ពិតជាចង់បានការពន្យល់លម្អិតមែនឬបុរសរបស់យើងមានអារម្មណ៍ធុញថប់ហើយគិតអំពីការលំបាកក្នុងការប្រើប្រាស់ភាសាសមរម្យជាមួយអ្នកគ្រប់គ្រងពេលឃើញប្រតិកម្មរបស់គាត់ Huger និយាយថាគាត់នឹងមិនប្រកាន់ទេព្រោះគាត់ច្បាស់ជាហត់នឿយពីការប្រឡងតួឯករបស់យើងបន្តមកចងចាំថាក្មេងទំនើងពីអតីតកាលបានក្លាយជាអ្នកគ្រប់គ្រងនៅក្នុងការចងចាំហាត់ជើវ័យក្មេងដែលមានការខ្មាស់អៀនកំពុងសុំហត្ថលេខារបស់គាត់ប៉ុន្តែនៅក្នុងជីវិតមុនរបស់គាត់វីរបុរសរបស់យើងបាននិយាយថាគាត់មិនមានហត្ថលេខាដើម្បីផ្ដល់ឲ្យអ្នកគាំទ្រទេក្មេងនោះបន្តមកបានទទូចហើយសុំឲ្យគាត់គ្រាន់តែសរសេរឈ្មោះរបស់គាត់នៅក្នុងសៀវភៅកត់ត្រាត្រឡប់មកបច្ចុប្បន្នវិញហាត់ជើត្អូញត្អែអំពីការខ្វះសុជីវធម៌របស់គាត់ហើយវីរបុរសរបស់យើងសើចចំអកឲ្យគាត់តួឯករបស់យើងនិយាយថាគាត់នឹងមិនឆ្លើយទេហើយសុំឲ្យរក្សាការសម្ងាត់អំពីលទ្ធផលតេស្តចំពោះរឿងនេះអ្នកត្រួតពិនិត្យខឹងយ៉ាងខ្លាំងហើយនិយាយថាគាត់នឹងបង្រៀនក្មេងនោះពីសុជីវធម៌ដោយខ្លួនឯង
បន្ទាប់មកគាត់អញ្ជើញគាត់ទៅ Chivalry Guild ប៉ុន្តែវីរបុរសរបស់យើងបដិសេធការផ្ដល់ជូននោះភ្លាមអេក្រង់មួយលេចឡើងសួរថាតើគាត់ចង់ទៅជាន់ទី2ដែរឬទេហើយគាត់យល់ព្រមដោយមិនគិតជាមួយនឹងរឿងនោះវីរបុរសរបស់យើងបាត់ខ្លួននិង Hugger ស្រែកយ៉ាងអស់សង្ឃឹមឲ្យគាត់រងចាំមួយផ្លេតដោយត្រូវទុកឲ្យនៅម្នាក់ឯងក្នុងកន្លែងនោះ Hugger ខកចិត្តនឹងអាកប្បកិរិយារបស់បុរសនោះហើយដកដង្ហើមធំដោយកាយតានតឹងក្នុងពេលជាមួយគ្នានេះតួឯករបស់យងទីបំផុតបានមកដល់ជាន់ទី2នៃប៉មដ៏អស្ចារ្យហើយឃើញខ្លួនឯងនៅក្នុងកន្លែងដ៏មមាញឹកដែលហៅថា Land of Beginnings ដែនដីនៃការចាប់ផ្ដើមសម្លឹងមើលជុំវិញបុរសរបស់យើងដឹងថាគាត់បានត្រឡប់មកកន្លែងនោះវិញបន្ទាប់ពីរយៈពេលយូរគាត់ដឹងថានេះជាឱកាសទី2របស់គាត់ហើយគាត់មិនអាចខ្ជះខ្ជាយឱកាសពិសេសនេះបានទេដោយសារគាត់ធ្លាប់បានឆ្លងកាត់រឿងទាំងអស់នេះម្ដងរួចមកហើយតួឯករបស់យើងដឹងថាគាត់ត្រូវការធ្វើអ្វីៗគ្រប់យ៉ាងឲ្យបានប្រសើរជាងមុនគាត់នឹងធ្វើវាសម្រាប់ដៃគូរបស់គាត់ដែលអាចនឹងកំពុងរងចាំគាត់និងសម្រាប់ការសងសឹករបស់គាត់ជាមួយនឹងគោលដៅរបស់គាត់ក្នុងចិត្តវីរបុរសរបស់យើងតម្រង់ទៅបន្ទប់ហ្វឹកហាត់ឯកជនដើម្បីសាកល្បងសមត្ថភាពថ្មីរបស់គាត់ពេលមកដល់ទីនោះអ្នកមើលការខុសត្រូវសួរថាគាត់មកពីជួនណាហើយបុរសរបស់យើងនិយាយថាគាត់ទើបតែឡើងមកបុរសចំណាស់នោះបន្ទាប់មកណែនាំបន្ទប់លេខ1ព្រោះវាមានត្រឹមតែទីម៉ោងធម្មតានៅខាងក្នុងប៉ុន្តែតួឯករបស់យើងមិនខ្វល់ពីដំបូន្មាននោះទេហើយសុំប្រើបន្ទប់លេខ5ធ្វើឲ្យបុរសនោះច្របូកច្របល់អ្នកមើលការខុសត្រូវអះអាងថាវានឹងខាតបង់លុយប៉ុន្តែវីរបុរសរបស់យើងមិនខ្វល់ហើយសុំរយៈពេល30នាទីដោយមិនរារីបុរសរបស់យើងចំណាយ50 credit ហើយប្រញាប់ទៅបន្ទប់ហ្វឹកហាត់ដែលគាត់បានជ្រើសរើសបន្ទប់ហ្វឹកហាត់កាន់តែពិបាកនៅពេលលេខកាន់តែខ្ពស់ដែលជាហេតុធ្វើឲ្យគាត់ត្រូវបានគេមើលស្រាលជាមួយនឹងដៃរបស់គាត់នៅលើទ្វារគាត់រៀបចំខ្លួនដើម្បីចូលនិងចាប់ផ្ដើមការវឹកហាត់ពិសេសរបស់គាត់នៅខាងក្នុងកន្លែងដែលមើលទៅដូចជាប្រាសាទបុរាណតួឯករបស់យើងនិយាយថាដល់ពេលចាប់ផ្ដើមហើយបន្ទាប់មកគាត់កាន់ដាវបិសាចថ្មីរបស់គាត់យ៉ាងណែនត្រៀមខ្លួនសាកល្បងថាមពលពិតរបស់វាប្រព័ន្ធប្រកាសថា Nameless Magic Sword ទទួលស្គាល់អ្នកប្រើប្រាស់របស់វាហើយពន្លឺពណ៌ក្រហមលិតឡើងសមត្ថភាពទាំងអស់របស់គាត់ត្រូវបានជំរុញជាបណ្ដោះអាសន្ន